សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ពិភពអាត់កំបាំង KX បងប្អូនធ្លាប់ឆ្ងល់ទេថានៅក្រោមជើងដែលយើងកំពុងដើរជារៀងរាល់ថ្ងៃនេះតើមានអាត់កំបាំងអ្វីខ្លះដែលត្រូវបានកប់ទុកអស់រាប់រយឆ្នាំមនុស្សជាតិភាគច្រើនផ្ដោតអារម្មណ៍តែលើអ្វីដែលមើលឃើញនៅលើដីប៉ុន្តែការពិតដ៏អស្ចារ្យជារឿយៗត្រូវបានគេលាក់ទុកនៅក្នុងភាពងងឹតស្លុបក្រោមបាតដីទៅវិញចាប់ពីទីក្រុងបុរាណដែលផ្ទុកមនុស្សបានរាប់ម៉ឺននាក់រហូតដល់ឃ្លាំងមាសដ៏ធំសម្បើមនិងរថភ្លើងដែលដឹកពេញដោយទ្រព្យសម្បត្តិមហាសាលតែបាត់ដានយ៉ាងអាថ៌កំបាំងថ្ងៃនេះយើងនឹងធ្វើដំណើរចុះទៅក្នុងជម្រៅដីដើម្បីស្វែងយល់ពីកម្ពុជាអាថ៌កំបាំងទាំង5ដែលវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រនៅតែបន្តវែងញែករហូតមកដល់សព្វថ្ងៃតោះកុំឲ្យខាតពេលយូរទៅទស្សនាទាំងអស់គ្នា1ទីក្រុងក្រោមដីបុរាណដេរិនគូយ៉ូនៅតំបន់កាប៉ាដូសៀប្រទេសទូគីក្នុងឆ្នាំ1963បុរសម្នាក់បានរកឃើញរន្ធអាថ៌កំបាំងមួយនៅពីក្រោយជញ្ជាំងផ្ទះរបស់គាត់ដែលនាំទៅដល់ការរកឃើញទីក្រុងក្រោមដីដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រនោះគឺដេរិនគូយ៉ូទីក្រុងនេះត្រូវបានជីកចូលទៅក្នុងដីជម្រៅដល់ទៅ85ម៉ែត្រនិងមានរហូតដល់18ជាន់អ្វីដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រស្រឡាំងកាំងនោះគឺរចនាសម្ព័ន្ធដ៏ស្មុគស្មាញខាងក្នុងដែលមានទាំងសាលារៀនព្រះវិហារឃ្លាំងផ្ទុកចំណីអាហារនិងកន្លែងផលិតស្រាទៀតផងវាត្រូវបានគេជឿថាទីក្រុងនេះអាចផ្ទុកមនុស្សបានរហូតដល់20000នាក់ដើម្បីលាក់ខ្លួនពីសង្គ្រាមនិងការធ្វើទុកបុកម្នេញខាងសាសនាប្រព័ន្ធខ្យល់ចេញចូលនិងទ្វារថ្មយក្សដែលបញ្ជាពីខាងក្នុងបានបង្ហាញថាមនុស្សកាលពី2000ឆ្នាំមុនមានចំណេះដឹងផ្នែកវិស្វកម្មដ៏ខ្ពង់ខ្ពស់ដែលយើងនឹកស្មានមិនដល់2ឃ្លាំងមាសដែលជ្រៅបំផុតបងប្អូនសាកស្រមៃមើលក្នុងជម្រៅ24ម៉ែត្រក្រោមទីក្រុងញូវយ៉កសហរដ្ឋអាមេរិកគឺជាកន្លែងដែលប្រមូលផ្ដុំដោយមាសច្រើនបំផុតនៅលើភពផែនដីនោះគឺឃ្លាំងមាសរបស់ធនាគារ Federal Reserve ឃ្លាំងនេះត្រូវបានសាងសង់លើជម្រាលភ្នំថ្មដ៏រឹងមាំដើម្បីទ្រទ្រង់ទម្ងន់មាសរាប់ពាន់តោននៅខាងក្នុងមានមាសដុំសុទ្ធជាង50000ដុំដែលជារបស់រដ្ឋាភិបាលបានមកពីជុំវិញពិភពលោកចំណុចដែលប្លែកបំផុតគឺប្រព័ន្ធសន្តិសុខដែលគេប្រើទ្វារដែករាងស៊ីឡាំងទម្ងន់90តោនដែលអាចបង្វិលបិទជិតឈឹងមិនឲ្យសំបីតែខ្យល់ឬទឹកជ្រាបចូលបានឡើយវាគឺជាអាណាចក្រមាសដែលស្ងប់ស្ងាត់បំផុតនិងរឹងមាំបំផុតដែលពិភពលោកធ្លាប់បានសាងសង់មក3មូលដ្ឋានទ័ពអាកាសក្នុងភ្នំ Sel Java នេះគឺជាអាថ៌កំបាំងនៃសម័យសង្គ្រាមត្រជាក់ស្ថិតនៅព្រំដែនរវាងប្រទេសក្រូអាតនិងបូស្នីគឺមានមូលដ្ឋានទ័ពអាកាសក្រោមដីដ៏ធំបំផុតនៅអឺរ៉ុបឈ្មោះថា Sel Java គេបានចំណាយលុយរហូតដល់$6000លានដើម្បីជីកភ្នំធ្វើជាជម្រកយន្តហោះចម្បាំងរូងភ្នំនេះមានប្រវែងផ្លូវរូងក្រោមដីសរុបជាង3គីឡូក្រាមនិងអាចការពារការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរកម្លាំង20គីឡូតោនបានយ៉ាងងាយអ្វីដែលអាចកំបាំងនោះគឺបន្ទាប់ពីសង្គ្រាមចប់មូលដ្ឋាននេះត្រូវបានគេបោះបង់ចោលហើយវាបានក្លាយជាតំបន់គ្រោះថ្នាក់ដែលពោរពេញដោយគ្រាប់មីននិងសារធាតុវិទ្យុសកម្មរហូតមកដល់សប្តាហ៍ថ្ងៃនេះទីនោះនៅតែជាទីក្រុងយោធាក្រោមដីដ៏អាថ៌កំបាំងដែលគ្មានអ្នកណាហ៊ានចូលទៅជិតឡើយ4វាំងក្រោមដីប៉ាស៊ីលីកានៅក្រោមទីក្រុងអ៊ីស្តេនប៊ូលប្រទេសទូគីមានអាងទឹកបុរាណដ៏អស្ចារ្យមួយដែលគេឲ្យរហស្សនាមថាវាំងក្រោមដីវាត្រូវបានសាងសង់ឡើងក្នុងសតវត្សទី6ដោយមានសសរថ្មដ៏ធំសម្បើមចំនួន336ដើមទ្រទ្រង់ពីដានយ៉ាងរឹងមាំអ្វីដែលធ្វើឲ្យកន្លែងនេះកាន់តែអាថ៌កំបាំងគឺវត្តមានរបស់រូបចម្លាក់ក្បាលបិសាចមេដូសាយក្សចំនួន2ដែលត្រូវបានគេដាក់បញ្ច្រាសនិងដាក់ផ្អៀងនៅពីក្រោមសសរថ្មរហូតមកដល់ពេលនេះអ្នកប្រវត្តិសាស្ត្រនៅតែរកចម្លើយមិនឃើញថាតើហេតុអ្វីបានជាមនុស្សបុរាណយកក្បាលបិសាចមកដាក់ក្នុងអាងទឹកបែបនេះតើវាជាការការពារបណ្ដាសាឬមានអត្ថន័យសម្ងាត់អ្វីផ្សេងទៀត5រថភ្លើងមាសរបស់ពួកណាស៊ីចំណុចកំពូលនៃអាថ៌កំបាំងក្រោមដីដែលមនុស្សតាមរកអស់រយៈពេលជាង80ឆ្នាំមកហើយគឺរថភ្លើងមាសរបស់ពួកណាស៊ីតាមរឿងព្រេងនិទាននៅចុងសង្គ្រាមលោកលើកទី2ពួកណាស៊ីបានដឹកមាសត្បូងពេជ្រនិងស្នាដៃសិល្បៈមហាសាលដាក់ពេញក្នុងរថភ្លើងប្រដាប់អាវុធមួយគ្រឿងរថភ្លើងនេះបានចាក់ចេញពីទីក្រុង
វល់ស្លាវរួចក៏បានបើកចូលទៅក្នុងបណ្ដាញផ្លូវរួមក្រោមដីសម្ងាត់ក្នុងភ្នំនៃប្រទេសប៉ូឡូញហើយក៏បាត់ស្រមោលរហូតដល់សព្វថ្ងៃក្នុងឆ្នាំ2015មានអ្នករុករក2នាក់បានអះអាងថាពួកគេបានរកឃើញទីតាំងរថភ្លើងនេះតាមរយៈវ៉ាដាស្កេនដីប៉ុន្តែនៅពេលជីករុករកមែនទែនបែរជាមិនឃើញអ្វីទាំងអស់តើរថភ្លើងមាសនេះនៅតែលាក់ខ្លួននៅក្នុងរងភ្លុងងងឹតណាមួយឬក៏វាត្រូវបានគេជម្លៀសចេញដោយសម្ងាត់បាត់ទៅហើយនេះគឺជាអាថ៌កំបាំងមាសក្រោមដីដ៏ធំបំផុតដែលមិនទាន់មានអ្នកដោះស្រាយបានបាទទាំងនេះគឺជាកំពូលអាថ៌កំបាំងទាំង5ដែលត្រូវបានគេលាក់ទុកនៅក្រោមជម្រៅដីរឿងរ៉ាវទាំងនេះបានបញ្ជាក់ឲ្យយើងឃើញថាផែនដីរបស់យើងនៅតែមានអាថ៌កំបាំងជាច្រើនទៀតដែលកំពុងរងចាំការស្វែងយល់ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះទីតាំងទាំង5នេះតើបងប្អូនចង់ដឹងពីអាថ៌កំបាំងក្រោមដីនៅកន្លែងណាផ្សេងទៀតដែរឬទេកុំភ្លេចបញ្ចេញមតិយោបល់នៅខាងក្រោមនេះទាំងអស់គ្នាប្រសិនបើបងប្អូនចូលចិត្តវីដេអូឯកសារអាថ៌កំបាំងបែបស៊ីជម្រៅនេះសូមកុំភ្លេចចុច like និង Subscribe Channel ពិភពអាថ៌កំបាំង KH ផងសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយ